សួស្តីសិស្សបាក់ឌុបឆ្នាំ2026ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសំណួរប្រវត្តិចំនួន3ដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសំណួរនេះគឺតែងតែចេញប្រឡងបាក់ឌុបស្ទើរតែរាល់ឆ្នាំអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់បានសំណួរចម្លើយទាំងអស់នេះគឺអ្នកទាំងអស់គ្នាអាចចុច link នៅក្នុងនៅក្រោមវីដេអូនឹងបានឬក៏នៅក្នុង comment អ្នកទាំងអស់គ្នានឹងចូលមកដល់ Telegram អញ្ចឹងអ្នកទាំងអស់គ្នាអាច download file នឹងយកទៅមើលបានជា PDF អញ្ចឹងយើងទៅមើលចម្លើយនៃសំណួរទាំង3នឹងទាំងអស់គ្នាអញ្ចឹងនេះគឺជាសំណួររបស់យើងទី1គឺថាចូលពន្យាពីបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកទី2អ្វីទៅជាគោលនយោបាយឈ្នះឈ្នះទី3តើសង្គ្រាមពីឆ្នាំ1970ដល់ឆ្នាំ1975មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញចម្លើយត្រួសៗដល់អ្នកទាំងអស់គ្នាអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់យកឯកសារនឹងជា PDF ទៅមើលគឺអ្នកទាំងអស់គ្នាអាចចុចចូល Telegram ហើយ download file នឹងយកទៅមើលខ្លួនឯងបានអញ្ចឹងចម្លើយ1បញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកមានបាទបញ្ហាសំខាន់នោះគឺមានទី1គឺបញ្ហាបរិស្ថានអញ្ចឹងអ្នកនរគ្នាអាចរៀបរាប់តើបញ្ហាបរិស្ថានហ្នឹងគេសំដៅទៅលើអ្វីគេខ្លះទៀតអញ្ចឹងបញ្ហាបរិស្ថានមានបំរែបំរួលអាកាសធាតុគ្រោះធម្មជាតិគ្រោះរាំងស្ងួតកំណើនកម្ដៅផែនដីភ្លើងឆេះព្រៃរំជួយដីព្យុះភ្លៀងទឹកជំនន់ឬក៏សម្រាមអាហ្នឹងគឺសិតតែជាបញ្ហាបរិស្ថានទី2ហ្នឹងគឺបញ្ហាកំណើនប្រជាជនអញ្ចឹងកាលណាដែលប្រជាជនមានការកើនឡើងគឺត្រូវការឧបត្ថម្ភថាមពលន័យថាត្រូវការថាមពលច្រើននៅក្នុងការប្រើប្រាស់ក៏ដូចជាសុវត្ថិភាពស្បៀងបង្កើតឲ្យមាននូវភាពក្រីក្រកាលណាប្រជាជនច្រើនហើយស្បៀងរបស់យើងឬក៏ថាមពលរបស់យើងប្រើប្រាស់មិនបានគ្រប់គ្រាន់គឺបង្កើតឲ្យមានភាពក្រីក្រហើយមួយទៀតបង្កើតឲ្យមានជនអន្តរប្រវេសន៍ឬក៏ខ្វះនៅជំរកកាលណាមានប្រជាជនច្រើនផ្ទៃដីតិចគឺធ្វើឲ្យមានការខ្វះជំរកឬក៏កន្លែងស្នាក់នៅបញ្ហាទី3គឺបញ្ហាជនអន្តរប្រវេសន៍មានការជួញដូរមនុស្សជួញដូរប្រភេទគ្រឿងញៀនពលកម្មលើកុមារជាដើមចឹងទៅបញ្ហាទី4គឺបញ្ហាសន្តិសុខស្បៀងមានថាកង្វះស្បៀងចោទជាបញ្ហាយ៉ាងខ្លាំងនាំមកនៅភាពក្រីក្រនិងគ្រោះទុរភិក្សតោះយើងទៅមើលបញ្ហាទី5បន្តគឺបញ្ហាសង្គ្រាមនិងអស្ថិរភាពសន្តិសុខសង្គមអញ្ចឹងសង្គមហាក់គ្មានសមត្ថភាពបង្កើតប្រព័ន្ធសន្តិសុខឲ្យប្រសើរសម្រាប់មនុស្សជាតិអស្ថិរភាពដោយការកើតឡើងនៅអាវុធប្រឡាយលោកការកើតឡើងនៅភាវកម្មអន្តរជាតិជាដើមចឹងទៅហើយបញ្ហាមួយទៀតគឺឧក្រិដ្ឋកម្មឆ្លងដែនមានការជួញដូរគ្រឿងញៀនជួញដូរមនុស្សធ្វើចរាចរណ៍មានថាក្រដាស់ប្រាក់ហ្នឹងគឺខ្លាំងខ្លាយទៅនឹងការចាប់ចម្រិតទារពន្ធតាមប្រព័ន្ធអ៊ីនធឺណិតជាដើមហើយបញ្ហាធំមួយដែរគឺជាចុងក្រោយគឺការរីករាលដាលនៃជំងឺ Covid-19 អញ្ចឹងជំងឺនេះបានប៉ះពាល់ដល់អាយុជីវិតមនុស្សសង្គមសេដ្ឋកិច្ចបាទនៅលើពិភពលោកអញ្ចឹងសំណួរទី1របស់យើងគឺបានបញ្ចប់ត្រឹមហ្នឹងយើងទៅមើលចម្លើយនៅសំណួរទី2សំណួរទី2គឺថាគោលនយោបាយឈ្នះឈ្នះអ្វីទៅជាគោលនយោបាយឈ្នះឈ្នះឬក៏ឲ្យយើងពន្យល់អំពីគោលនយោបាយឈ្នះឈ្នះអញ្ចឹងខ្ញុំសូមនិយាយទាក់ទងជាមួយនឹងចំណុច2ធំទី1គឺនិយមន័យទី2គឺសមិទ្ធផលនៃគោលនយោបាយឈ្នះឈ្នះទី1និយមន័យគឺថាគោលនយោបាយឈ្នះឈ្នះហ្នឹងគឺជាយុទ្ធសាស្ត្រសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុងនិងស្វែងរកសន្តិភាពនៅកម្ពុជាអញ្ចឹងខសមិទ្ធផលគោលនយោបាយឈ្នះឈ្នះអញ្ចឹងមានអីគេខ្លះសមិទ្ធផលគឺទី1គឺទៅលើវិស័យនយោបាយអញ្ចឹងវិស័យនយោបាយគឺនៅឆ្នាំ1998គឺសមាហរណកម្មនៃកងទ័ពខ្មែរក្រហមជាមួយកងទ័ពបារារដ្ឋាភិបាលធ្វើឲ្យកងទ័ពមានការឯកភាពដើម្បីស្ដាំនិងកសាងប្រទេសជាតិហើយមួយទៀតគឺក្រោយពីកងកម្លាំងខ្មែរក្រហមដួលរលំទៅតាមព្រំដែនមានសុវត្ថិភាពនិងមានការអភិវឌ្ឍអញ្ចឹងយើងទៅមើលតទៀតគឺកំតិចអង្គការចាត់តាំងខ្មែរក្រហមហើយមាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែនបែងចែកដីធ្លីកាន់កាប់ជាកម្មសិទ្ធិដល់បងប្អូនភៀសខ្លួនឬក៏អតីតមានថាអតីតខ្មែរក្រហមនឹងឯងហើយបងប្អូនខ្មែរទទួលបាននៅទូនីតិនិងបុណ្យស័ក្តិដែលធ្លាប់មានពីមុនមកអញ្ចឹងទៅហើយសមិទ្ធផលទី2នោះគឺទៅលើវិស័យសង្គមនៅឆ្នាំ1998ដល់បច្ចុប្បន្នហ្នឹងគឺប្រទេសកម្ពុជាមានសុវត្ថិភាពនិងសន្តិភាពពេញលេញធ្វើឲ្យមានឯកភាពជាតិនិងការបង្រួបបង្រួមជាតិធ្វើឲ្យមានសមិទ្ធផលជាច្រើនបានកើតឡើងហើយមួយទៀតវិស័យសេដ្ឋកិច្ចកំណើនទិន្នផលកសិកម្មឧស្សាហកម្មកំណើនអ្នកវិនិយោគកំណើនភ្ញៀវទេសចរមានទំនាក់ទំនងទីផ្សារក្នុងតំបន់និងក្រៅតំបន់
ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺខាងគមនាគមន៍ក៏មានការរីកចម្រើនដែរគឺមានការកសាងផ្លូវថ្នល់ផ្លូវដែកស្ពានកំពង់ផែអាកាសយានដ្ឋានជាដើមចំណែកឯវិស័យអប់រំកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំសាងសង់សាលារៀនបណ្ដុះបណ្ដាលធនធានមនុស្សសាសនាគឺសុខដុមនីយកម្មខាងសាសនាសុខាភិបាលសាងសង់មន្ទីរពេទ្យមណ្ឌលសុខភាពហើយនឹងមានទិដ្ឋភាពផ្សេងៗទៀតដែលជាសមិទ្ធផលនៃគោលនយោបាយដូចនេះហើយសំណួរទី3សង្គ្រាមពីឆ្នាំ1970ដល់ឆ្នាំ1975មានផលវិបាកសម្រាប់កម្ពុជាច្រើនដូចជាទី1គឺយើងនិយាយអំពីផលវិបាកខាងសង្គមគឺសង្គ្រាមបានសម្លាប់ជីវិតមនុស្សជាង1លាននាក់ហើយបន្សល់ទុកនៅស្ត្រីមេម៉ាយក្មេងពន្ទ្រាចាស់ជរាជនពិការប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់នៅដោយទុក្ខវេទនាអំពើពុករលួយភាពអយុត្តិធម៌អនាធិបតេយ្យទូទាំងប្រទេសបំផ្លាញធនធានមនុស្សគ្រឹះស្ថានសិក្សានិងវត្តអារាមហើយមួយចំណុចមួយទៀតគឺផលវិបាកខាងសេដ្ឋកិច្ចដីស្រែចម្ការត្រូវបានបោះបង់ចោលជាខ្លាចជាចម្ការមានឬក៏រំដៅក្របែកជាដើមរោងចក្រសហគ្រាសប្រមាណអឺ75%ត្រូវបានបំផ្លិចបំផ្លាញឬក៏លុបលាចចោលចម្ការកៅស៊ូត្រូវបានបោះបង់ចោលមួយទៀតគឺផ្លូវថ្នល់ស្ពានពី70ទៅ80%ត្រូវអន្តរាយហើយធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះផងដែរបន្តមកទៀតយើងនិយាយអំពីវិស័យនយោបាយគឺប្រទេសជាតិត្រូវបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះកិត្យានុភាពលើឆាកអន្តរជាតិអស្ថិរភាពនយោបាយដោយសង្គ្រាមស៊ីវិលបានបង្កវិនាសកម្មលើគ្រប់វិស័យផ្ដល់ឱកាសឲ្យពួកខ្មែរក្រហមឡើងកាន់អំណាចគឺកម្ពុជានៅក្នុងរបបអន្តរកាលនៃអង្គើប្រល័យពូជសាសន៍ហើយនឹងមានចំណុចផ្សេងៗទៀតដែលបង្កឡើងពីសង្គ្រាមនៅឆ្នាំ1970ដល់75អញ្ចឹងវីដេអូមួយហ្នឹងក៏មានតែប៉ុណ្ណឹង